ឲ្យសេចក្តីសំខាន់នៅក្នុងការថែរក្សាចិត្តខ្លួនឯងមិនមែនជាការគិតតែពីខ្លួនឯងដែលគួរឲ្យបណ្ឌិតតែដៀនោះទេប៉ុន្តែនេះគឺជាការងាររបស់បណ្ឌិតដែលព្រះពុទ្ធអង្គទ្រង់សរសើរមនុស្សយើងតែងតែនឹកឃើញដល់អ្នកដែលយើងស្រឡាញ់មានអ្វីបានអ្វីមិនថាគ្រឿងប្រើប្រាស់ឬគ្រឿងបរិភោគគឺតែងតែនឹកដល់អ្នកដែលយើងស្រឡាញ់នោះឯងទាំងត្រូវធ្វើការនឿយហត់យ៉ាងណាក៏សុខចិត្តទៀតម្យ៉ាងទៀតយើងក៏ចេះស្រឡាញ់ខ្លួនឯងដែរប៉ុន្តែតើយើងមានចេះមើលថែចិត្តខ្លួនឯងដែរឬទេពិតណាស់យើងនេះមើលថែរូបកាយខ្លួនឯងទំនុកបំរុងសពគ្រប់យ៉ាងដោយបច្ច័យ4យ៉ាងប្រណិតទាំងប្រាថ្នាមិនឲ្យចាស់មិនឲ្យឈឺមិនឲ្យស្លាប់ទៀតផងប៉ុន្តែចិត្តវិញបែរជារហេងរហាមដោយតណ្ហាក្តៅក្រហាយដោយទោសៈវង្វេងដោយមោហៈលៈមិនចាស់មិនឈឺមិនស្លាប់មិនទុក្ខលំបាកសពគ្រប់មានតែព្រះនិព្វានប៉ុណ្ណោះហើយព្រះនិព្វានត្រូវសម្រេចដោយការថែរក្សាចិត្តនេះឯងទានសិលសមថៈវិបស្សនាបញ្ញកិរិយាដោយប្រការទាំងពួងមេត្តាករុណាឲ្យអភ័យសេចក្តីអត់ធន់ចំណេះដឹងដោយការទទួលឱវាទព្រះធម៌គឺជាការថែរក្សាចិត្តរបស់ខ្លួនក្នុងចិត្តវគ្គទី3នៃព្រះគាថាធម្មបទព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាអ្នកមានប្រាជ្ញាគួររក្សាចិត្តដែលឃើញដោយកម្រក្រៃពេកដែលល្អិតពេកណាស់មានប្រក្រតីធ្លាក់ចុះទៅតាមសេចក្តីប្រាថ្នាក្នុងអារម្មណ៍ណាមួយព្រោះថាចិត្តដែលគេរក្សាបានហើយរមែងនាំមកនៅសេចក្តីសុខ